2 3 action ជំរាបសួរអ៊ំ ចា បាទ អ្នកសួរ អ៊ំឈ្មោះអីដែរអ៊ំ ខ្ញុំឈ្មោះលឹមគឹម បាទឆ្នាំហ្នឹងអ៊ំអាយុប៉ុន្មានឯអ៊ំ ខ្ញុំអាយុ62ឆ្នាំ បាទដោយសារអ៊ំជាអតិថិជនដែលប្រើទឹកដោះគោ Blue Diabetic ដោយផ្ទាល់ទៅខាងក្រុមហ៊ុនក៏ចុះមកសួរសុខទុក្ខអ៊ំដោយផ្ទាល់ដែរថាមុននៅពេលដែលអ៊ំប្រើទឹកដោះគោខាងក្មួយអ៊ំមានអាការៈបែបណាដែរអ៊ំ ខ្ញុំកាលមិនទាន់ប្រើខ្ញុំចេះស្ពឹកជើងកាហាយបាតជើងអីចឹងហើយ បាទ ចាឲ្យអស់កម្លាំងចា បាទហើយចំពោះផលិតផលខាងក្មួយអ៊ំស្គាល់តាមការផ្សព្វផ្សាយឬក៏ស្គាល់តាមការណែនាំរបស់បងប្អូនដែរអ៊ំ ខ្ញុំប្រើស្គាល់តាមស្អីអា ការផ្សព្វផ្សាយប្រព័ន្ធអ៊ី ផ្ស ន ព្វ ធឺណិត ផ្សាយចា បាទទៅពេលដែលឃើញអ៊ំដាក់កំងខ្លួនឯងឬក៏ឲ្យកូនកំងឲ្យដែរ ខ្ញុំឲ្យកូនកំងឲ្យ អញ្ចឹងចំពោះឈុតដែលអ៊ំសាកល្បងប្រើលើកដំបូងអ៊ំកំងឈុតប៉ុន្មានដែរអ៊ំ ខ្ញុំកំងឈុត3កំប៉ុង បាទឈុត3កំប៉ុងអញ្ចឹងចំពោះឈុតនឹងដែរអ៊ំត្រូវចំណាយពេលប្រើរយៈពេលប្រហែលកំប៉ុងហើយក្នុងមួយថ្ងៃអ៊ំត្រូវប្រើប៉ុន្មានដងទើបបានប្រសិទ្ធភាពធូរស្បើយអញ្ចឹងណា ខ្ញុំប្រើឈុតហ្នឹងទិញ3កំប៉ុងហ្នឹងប្រើទៅវាធំធូរស្បើយអញ្ចឹងទៅឲ្យកូនទិញថែមទៀត បាទ ចា អញ្ចឹងនៅពេលដែលអ៊ំប្រសាអស់3កំប៉ុងដឹងរៀងគ្រាន់អ៊ំក៏សម្រេចចិត្តដាក់ការកំងយកទៅប្រើប្រាស់បន្តទៀតណាអ៊ំ ចា អញ្ចឹងចំពោះទឹកដោះគោនឹងផ្ទាល់អ៊ំអាចវាតម្លៃបានថាមានប្រសិទ្ធភាពបែបណាចំពោះសុខភាពអ៊ំណា ខ្ញុំថាមានសិទ្ធិភាពព្រោះខ្ញុំប្រើទៅមានកម្លាំងហើយបាត់វាមិនទាន់បាត់ទាំងអស់ទេគ្រាន់ថាវាបាត់បដាអញ្ចឹងហ្នឹងកាហាយ ភាសាជាងមុនដែរ ចាកាហាយជើងកាហាយស្ពឹកជើងអីហ្នឹងវាដឹងលែងសូវអីវិញហើយ បាទអញ្ចឹងចំពោះអ៊ំផ្ទាល់នៅពេលដែលទទួលបានប្រសិទ្ធភាពពីទឹកដោះគោនឹងអ៊ំមានចំណាប់អារម្មណ៍ចង់ណែនាំទៅបងប្អូនឬពូមីងដែលមានបញ្ហាទឹកនោមផ្អែមឬក៏ដូចអ៊ំផ្ទាល់អញ្ចឹងចង់ផ្ដាំឲ្យគាត់ប្រើដូចអ៊ំមានចំណាប់អារម្មណ៍បែបណាដែរ ចាខ្ញុំចង់ផ្ដាំផ្ញើដល់បងប្អូនដែលមានអាការៈដូចខ្ញុំទឹកនោមផ្អែមហ្នឹងចង់ឲ្យគាត់ប្រើទៅឲ្យបានធូរដូចខ្ញុំអញ្ចឹងដែរចា អូខេ